នៅក្នុងមេរៀនទី1នេះគឺយើងរៀនអំពីចំនួន认识数量认识មានន័យថាស្គាល់数量មានន័យថាចំនួន认识数量ស្គាល់ពីចំនួនអញ្ចឹងនេះគឺជាមេរៀនទី1នៃសៀវភៅភាសាចិនទាន់សម័យសម្រាប់បងប្អូនដែលទើបតែចាប់ផ្ដើមរៀនភាសាចិនឬមួយក៏ធ្លាប់រៀនដែរប៉ុន្តែបានតិចតួចអញ្ចឹងយើងនឹងមកចាប់ផ្ដើមទាំងអស់គ្នាអញ្ចឹងទី1គឺយើងរៀនអំពីចំនួនអញ្ចឹងចំនួន1ភាសាចិនយើងអានថា1 1 2 2 2 3 3 4 4អញ្ចឹងអ្នកទាំងអស់គ្នាយើងមើលមកកាន់មេរៀនរបស់យើងគឺមានរូបភាពមានអក្សរអញ្ចឹងនៅក្នុងសៀវភៅនេះគឺយើងអត់មានសរសេរជាអក្សរខ្មែរទេគឺយើងផ្ដោតទៅលើភាសាចិនគឺផ្ដោតទៅលើការអនុវត្តជាក់ស្ដែងអញ្ចឹងយើងមើលទី1គឺលេខចំនួនលេខ1មានពងមាន់ចំនួនប្រមាណមានពងមាន់ចំនួន1 2អូខេមានពងមាន់ចំនួន2គ្រាប់មានន័យថា2អញ្ចឹងយើងរាប់ទៀតមកសានអញ្ចឹងពងមាន់នេះមានចំនួន3គ្រាប់អញ្ចឹងយើងមើលមកខាងមនុស្សនេះមានប្រមាណអ្នក1 2 3 4នាក់អញ្ចឹងយើងអានជាភាសាចិនអូខេអញ្ចឹងអ្នកទាំងអស់គ្នាអានតាមខ្ញុំម្ដងទៀត1 2 3 4អូខេយើងបានបញ្ចប់នៅមេរៀនទី1តកតងនឹងលេខ1លេខ2លេខ3លេខ4អញ្ចឹងយើងនឹងបន្តទៅមុខទៀតបន្ទាប់មកគឺលេខ5លេខ5លាវលេខ6លាវលេខ6ឈីលេខ7ឈីលេខ7អញ្ចឹងយើងមើលទាំងអស់គ្នានៅក្នុងរូបភាពនេះដើម្បីយើងងាយស្រួលក្នុងការចាំរៀនឆាប់ចេះឆាប់ចាំឆាប់ស្គាល់អូខេអញ្ចឹងយើងរាប់ចំនួនមនុស្សមានប្រមាណអ្នក1 2 3 4 5អញ្ចឹងទាំងអស់នេះមានចំនួន5នាក់អញ្ចឹងយើងមើលមកកាន់ខាងនេះវិញមានផ្លែប៉ោមចំនួនប្រមាណផ្លែ1 2 3 4 5 6អូខេមានចំនួន7អញ្ចឹងសូមឲ្យអ្នកទាំងអស់គ្នារាប់ជាមួយខ្ញុំទើបយើងឆាប់ចេះមានន័យថាយើងរៀនផងយើងអនុវត្តផ្ទាល់ផងអូខេអញ្ចឹងយើងតទៅទៀតខាងនេះគឺមានលេខ7តែម្ដងគឺសរសេរលេខ7តែម្ដងណាអញ្ចឹងឈីលេខ7អញ្ចឹងយើងចូលទៅកាន់មេរៀនយើងបន្តទៀតមេរៀនបន្តទៀតគឺលេខ8ប៉ាលេខ8ប៉ាលេខ8ជៀវលេខ9ជៀវលេខ910លេខ10លេខ10អញ្ចឹងយើងមើលទាំងអស់គ្នាអូខេយើងរាប់ចំនួនផ្លែប៉ោមនៅទីនេះមានប្រមាណ1 2 3 4 5 6 7 8总共8个苹果អញ្ចឹងនៅក្នុងនេះគឺមានផ្លែប៉ោមចំនួន8ប៉ាអញ្ចឹងយើងមើលបន្តទៀតលេខប្រមាណលេខ9អូខេលេខ9ភាសាចិនយើងអានថា9យើងមើលមកបន្តទៀតនៅក្នុងកត្រកនេះតើមានផ្លែឈើចំនួនប្រមាណចំនួន10ផ្លែអញ្ចឹងទាំងអស់នេះគឺមានផ្លែឈើចំនួន10ផ្លែនៅក្នុងភាសាចិនយើងអានថា10អូខេឥឡូវនេះគឺយើងមកដល់ចំណុចអនុវត្តហើយអំបញ្ញមិញគឺយើងរៀនចាប់ពីលេខ1រហូតដល់លេខ10អញ្ចឹងឥឡូវនេះគឺយើងមកអនុវត្តផ្ទាល់តែម្ដងអញ្ចឹងយើងមើលទៅលើមេរៀនរបស់យើងវិញទី1យើងអានថា1个人
一个人មានន័យថាមនុស្សម្នាក់អញ្ចឹង e ចំនួន1 个គឺជាចំនួនឯកតាដែលយើងហៅថាម្នាក់人មានន័យថាមនុស្សអញ្ចឹង 一个人មានន័យថាមនុស្សម្នាក់យើងមើលទៅកាន់មេរៀនយើងបន្តទៀត一个老师一个老师一个មានន័យថាម្នាក់老师មានន័យថាអ្នកគ្រូអញ្ចឹង一个老师យើងមកប្រើថាអ្នកគ្រូម្នាក់តើយើងមើលតទៀត4个មានន័យថា4នាក់អញ្ចឹងយើងមើល学生មានន័យថាសិស្សអញ្ចឹងយើងអានមក4个学生មានន័យថាសិស្សចំនួន4នាក់អញ្ចឹងនៅក្នុងប្រយោគនេះតើអ្នកទាំងអស់គ្នាយល់ដែរឬអត់ហើយយើងអាចប្រើចំនួនចាប់ពី1ដល់10មករាប់ចំនួនមនុស្សដូចដែលមេរៀន老师ដាក់ឲ្យនេះតើយើងអាចរាប់ដោយខ្លួនឯងបានឬអត់អូខេអញ្ចឹងយើងចោះទៅមើលទៀតគឺជាលំហាត់របស់យើងអញ្ចឹងយើង看图说话អញ្ចឹងអ្នកទាំងអស់គ្នាមើលរូបភាពនេះហើយយើងនិយាយមកថាមានមនុស្សប្រមាណអ្នក